របៀបសង្កេតមើលមនុស្សល្អខូចនិងមនុស្សល្ងង់នេះគ្រាន់តែជាមូលដ្ឋានខ្លះៗដើម្បីសម្គាល់មនុស្សតែប៉ុណ្ណោះយើងមិនអាចវិនិច្ឆ័យម្នាក់ថាល្ងង់ល្អក្រក់ខូចបានដោយងាយនោះទេប៉ុន្តែចំណុចនេះក៏ជាពន្លឺខ្លះៗដើម្បីសម្គាល់មនុស្សឲ្យរឹតតែប្រកបថានោះពិតជាប្រភេទមនុស្សអញ្ចឹងមែនឬក៏អត់ក្នុងនោះអ្នកក៏ត្រូវការព័ត៌មានច្រើនជាងអ្វីដែលខ្ញុំបានបង្ហាញនៅទីនេះផងដែរបើអ្នកវិនិច្ឆ័យមនុស្សគ្រាន់តែជួបគ្នាបាន2ទៅ3ដងនោះនឹងអាចពិនិត្យឬវិនិច្ឆ័យខុសទៅលើមនុស្សទាំងនោះបានប៉ុន្តែត្រង់ចំណុចនេះដែរប្រសិនបើមនុស្សដែលមានសិលធម៌និងបទពិសោធន៍ខ្ពស់វិញគេគ្រាន់តែចំណាយពេល15នាទីក៏អាចសម្គាល់មនុស្សនោះបានថាមនុស្សនោះជាមនុស្សប្រភេទណាដូច្នេះហើយប្រសិនបើអ្នកទើបតែរៀនសង្កេតមនុស្សអ្នកគួរតែព្យាយាមរកព័ត៌មានឲ្យបានច្រើនបំផុតទៅតាមចំណេះដឹងនិងបទពិសោធន៍របស់ខ្លួនព្រោះការវិនិច្ឆ័យមនុស្សខុសវាអាចនឹងធ្វើឲ្យអ្នកមានវិប្បដិសារីប្រសិនបើអ្នកជាមនុស្សដែលមានសិលធម៌ខ្ពស់បើតាមបទពិសោធន៍របស់ខ្ញុំវិប្បដិសារីវាគឺជាការឈឺចាប់ជាងត្រូវគេបោករាប់លានដងហើយខាងក្រោមនេះគឺជាប្រភេទមនុស្ស3ប្រភេទដែលអ្នកគួរសិក្សាស្វែងយល់ដូចជាមនុស្សល្អមនុស្សខូចនិងមនុស្សល្ងង់ប្រភេទមនុស្សល្អនៅពេលមាននរណាម្នាក់សួរសំណួរបែបណាក៏ដោយទៅកាន់មនុស្សល្អពួកគេតែងតែរាវរកចម្លើយដែលចេញពីចិត្តរបស់ពួកគេដើម្បីពន្យល់ទៅដល់អ្នកដែលសួរនោះបើទោះបីជាចម្លើយនោះចេញមកក៏ត្រូវឬក៏ខុសក៏ដោយហើយចម្លើយនោះនឹងចេញមកពីការយល់របស់ពួកគេព្រោះថាសម្រាប់មនុស្សល្អរាល់ការនិយាយស្ដីឬចម្លើយរបស់ខ្លួនទាំងអស់គឺចេញពីចេតនារបស់ពួកគេទើបបានឆ្លងទៅខួរក្បាលរបស់ពួកគេប៉ុន្តែប្រសិនបើមានហេតុផលណាមួយមកបញ្ជាក់ថាការយល់របស់ពួកគេមិនត្រឹមត្រូវត្រង់ចំណុចណាមួយនោះមនុស្សល្អនឹងទទួលយកកំហុសនោះមកកែប្រែទៅតាមការយល់ឃើញរបស់ខ្លួនដែលខ្លួនទើបនឹងទទួលយល់នោះហើយថែមទាំងមានការគោរពស្រឡាញ់ទៅដល់មនុស្សដែលបានជួយកែកំហុសរបស់ខ្លួនថែមទៀតផងប្រភេទមនុស្សខូចនៅពេលមាននរណាម្នាក់សួរសំណួរបែបណាក៏ដោយទៅកាន់មនុស្សខូចពួកគេតែងតែរកចម្លើយចេញពីខួរក្បាលរបស់ពួកគេដើម្បីរកកន្លែងឆ្លើយដែលអាចចំណេញមកខ្លួនបានហើយរាល់ការនិយាយស្ដីឬចម្លើយទាំងនោះស្ដាប់មួយភ្លែតដូចជាត្រឹមត្រូវនឹង logic ហើយស្ដាប់ទៅមានហេតុផលថែមទៀតផងប៉ុន្តែមិនមែនជាហេតុផលទាំងអស់នោះសុទ្ធតែត្រឹមត្រូវនោះទេពួកមនុស្សខូចគឺតែងតែព្យាយាមរកហេតុផលដែលអាចការពារខ្លួនបានមកនិយាយក្នុងន័យដើម្បីការពារប្រយោជន៍ផ្ទាល់ខ្លួនប៉ុន្តែរាល់ពាក្យដែលបានច្នៃចេញពីខួរក្បាលឬបញ្ញារបស់ពួកគេដែលមិនមែនជាការពិតនោះច្បាស់ណាស់នឹងមានចន្លោះប្រហោងណាមួយជាក់ជាមិនខានហើយនៅពេលដែលយើងចាប់បានចំណុចប្រហោងនោះមកនិយាយប្រាប់ទៅពួកគេវិញមនុស្សខូចទាំងនោះនឹងព្យាយាមនិយាយជាលក្ខណៈបិទបាំងមិនទទួលកំហុសរបស់ខ្លួននោះឡើយគេនឹងព្យាយាមលាក់កំបាំងនិងរកហេតុផលផ្សេងមកការពារកំហុសរបស់ខ្លួនដែលជាហេតុធ្វើឲ្យកើតកំហុសមកតគ្នាច្រើនឡើងសម្រាប់មនុស្សខូចវាទាល់តែងាប់ក៏ពួកគេមិនសារភាពកំហុសរបស់ខ្លួនឡើយព្រោះកំហុសនោះមិនមែនជាកំហុសអចេតនាកំហុសអចេតនាទោះតូចឬក៏ធំយើងនៅតែអាចលើកលែងទោសឲ្យបានហើយនេះក៏ព្រោះតែវាចេញពីការដែលមនុស្សមិនបានតាំងចិត្តហើយដូច្នេះហើយយើងត្រូវប្រុងប្រយ័ត្នក្នុងការធ្វើឲ្យមានកំហុសដែលកើតចេញពីចេតនាព្រោះវានឹងធ្វើឲ្យមនុស្សមិនងាយទទួលកំហុសមួយនោះឡើយប្រភេទមនុស្សល្ងង់ប្រភេទមនុស្សល្ងង់ជាប្រភេទដែលខ្លាចគេថាល្ងង់ព្យាយាមបង្ហាញថាខ្លួនឯងចេះនោះចេះនេះសួរសំណួរអ្វីមួយដែលខ្លួនមិនចេះឬមិនយល់មនុស្សល្ងង់នឹងព្យាយាមឆ្លើយទាំងខ្លួនមិនចេះក៏ដោយដើម្បីបង្ហាញថាខ្លួនគេសួរអ្វីក៏ឆ្លើយចេញដែលបង្ហាញថាខ្លួនឯងអស្ចារ្យហើយយើងក៏អាចសម្គាល់បានពីសម្ដីឬការឆ្លើយរបស់មនុស្សល្ងង់នេះបានដែរព្រោះនៅពេលដែលពួកគេឆ្លើយមកគឺគ្មានក្បាលគ្មានកន្ទុយឡើយនិយាយជន់គ្នាគ្មានលំដាប់លំដោយហើយរបៀបដែលពួកគេនិយាយ
ភាគច្រើនលឿនចង់បង្ហាញអ្នកស្ដាប់ឲ្យគេដឹងថាខ្លួនឯងជាអ្នកចេះតែន័យដូចដុំថ្មធ្លាក់ពីលើភ្នំដែលធ្លាក់មកក្រោមដោយគ្មានទិសដៅពិតប្រាកដហើយភាគច្រើននៅពេលនិយាយចប់មិនដឹងថាខ្លួននិយាយអ្វីក៏មានព្រោះពួកគេចេះតែថាដោយគ្មានយល់អ្វីទាំងអស់មនុស្សល្ងងខ្លាចបំផុតគឺគេថាខ្លួនអន់ឬល្ងងបើទោះបីជាដឹងថាខ្លួនឯងដូចគេនិយាយមែនក៏ដោយបើមនុស្សល្អហើយល្ងងពេលដែលមាននរណាម្នាក់និយាយចំចំណុចមិនល្អរបស់ខ្លួនមនុស្សនោះមានភាពខ្មាស់អៀនណាស់ក៏ប៉ុន្តែបើមនុស្សអាក្រក់ហើយល្ងងនោះពេលគេនិយាយពីចំណុចមិនល្អរបស់ខ្លួនមនុស្សនោះនឹងកើតជាកំហឹងខឹងយ៉ាងខ្លាំងហើយនឹងរោគល្បិចដើម្បីការពារទង្វើថោកទាបរបស់ខ្លួនបន្តទៀតពាក្យសំទោសតើការសំទោសមានន័យថានៅពេលដែលនរណាម្នាក់ធ្វើខុសទៅលើអ្នកហើយគេគ្រាន់តែនិយាយពាក្យថាសំទោសទៅវាចប់ហើយមែនទេតែនេះជាការសំទោសដែលជាជនរងគ្រោះគួរតែលើកលែងទោសឲ្យបុគ្គលដែលបានធ្វើខុសមកលើអ្នកនោះបានហើយមែនទេដូច្នេះហើយតើការសំទោសបែបណាដែលអ្នកគួរតែអនុគ្រោះឲ្យហើយការសំទោសបែបណាដែលអ្នកមិនគួរអនុគ្រោះឲ្យបានតើអត្ថន័យនៃពាក្យសំទោសវាមានន័យដូចម្តេចទៅអ្នកត្រូវដឹងថាដើម្បីហៅការសំទោសបានលុះត្រាតែមនុស្សដែលបានធ្វើខុសមកលើអ្នកគេមានការឈឺចាប់យ៉ាងហោចណាស់ស្មើអ្នកឬក៏ឈឺចាប់របស់គេមានទំហំលើសពីការឈឺចាប់របស់អ្នកឬម្យ៉ាងវិញទៀតចិត្តរបស់គេអាចពាល់ដឹងពីការឈឺចាប់របស់អ្នកហើយគេក៏មានការឈឺចាប់និងខឹងស្អប់លើទង្វើរបស់គេដែលធ្វើខុសហើយមានចិត្តចង់ធ្វើឲ្យការឈឺចាប់របស់អ្នកបានជាសះស្បើយឡើងវិញបើទោះបីជាមានកំហុសធំប៉ុណ្ណាក៏ដោយនៅពេលដែលអ្នកដែលជាជនរងគ្រោះពាល់ត្រូវចិត្តរបស់មនុស្សដែលប្រព្រឹត្តខុសមកលើខ្លួនពិតជាមានការឈឺចាប់ដូចឬលើសពីអ្នកដែលជាជនរងគ្រោះមែននោះបុគ្គលនោះគួរតែអនុគ្រោះឲ្យគេបានហើយព្រោះការឈឺចាប់របស់អ្នកក៏ដូចជាការឈឺចាប់របស់គេដែរបើទោះបីជាបុគ្គលដែលសាងកំហុសនោះមិននិយាយសំទោសដល់អ្នកក៏ដោយប៉ុន្តែចិត្តនិងសកម្មភាពរបស់ពួកគេបានស្ដែងឲ្យយល់ថាគេពិតជាមានការឈឺចាប់ណាស់នៅទង្វើដែលបានធ្វើមកលើអ្នកព្រោះសកម្មភាពឬចិត្តបែបនេះវាគឺជាការសំទោសអ្នករួចបាត់ទៅហើយបើទោះបីជាគេមិននិយាយពាក្យសំទោសចេញមកប្រាប់អ្នកឲ្យបានឮក៏ដោយមនុស្សខ្លះមាត់របស់គេនិយាយថាសំទោសលឿនខ្លាំងណាស់ប៉ុន្តែចិត្តរបស់គេវិញគឺគ្មានការឈឺចាប់សូម្បីតែបន្តិចទៅលើទង្វើដែលខ្លួនបានប្រព្រឹត្តនោះហើយទង្វើបែបនេះគឺមិនអាចចាត់ទុកជាការសំទោសបាននោះទេអ្នកត្រូវដឹងថាការសំទោសគឺជាការព្យាបាលនូវភាពឈឺចាប់ផ្លូវចិត្តមួយដែលទទួលរងរបួសដោយសារមនុស្សដែលបានប្រព្រឹត្តកំហុសនោះដែលបានសាងកំហុសទៅលើមនុស្សដែលរងគ្រោះដោយធ្វើឲ្យផ្លូវចិត្តរបស់អ្នកដែលរងគ្រោះនោះបានជាសះស្បើយឡើងវិញវាមានន័យថាបុគ្គលនោះគេបានដឹងពីជំរៅចិត្តនៃការឈឺចាប់របស់អ្នកដែលរងគ្រោះនោះហើយអ្នកដែលសាងកំហុសនោះបានធ្វើសកម្មភាពណាមួយដើម្បីឲ្យអ្នកដែលរងគ្រោះនោះបាត់អារម្មណ៍នៃការឈឺចាប់នេះទើបជាអត្ថន័យពិតនៃពាក្យសំទោសឧទាហរណ៍ទី1បុរសម្នាក់បានលួចមានស្រីនៅខាងក្រៅហើយបន្ទាប់ពីប្រពន្ធរបស់គេបានតាមទាន់អ្នកទាំងពីរក៏សម្រេចចិត្តលែងលះគ្នាហើយបន្ទាប់ពីបានលែងលះចែកទ្រព្យសម្បត្តិគ្នារួចហើយបុរសដែលជាអតីតប្តីក៏បានទៅរើទៅនៅជាមួយស្រីកំណានរបស់ខ្លួនការរស់នៅជាមួយស្រីកំណាននោះយូរទៅចេះតែមិនចុះសម្រុងនឹងគ្នាបុរសដែលជាអតីតប្តីក៏ជួបនឹងបញ្ហាអស់ទាំងទ្រព្យសម្បត្តិអស់ទាំងបុណ្យស័ក្តិព្រោះតែចាញ់បោកស្រីកំណាននោះហើយនាងក៏រត់ចោលទៅតាមប្រុសថ្មីបាត់បុរសដែលជាអតីតប្តីអស់ផ្លូវដើរគិតអ្វីមិនចេញនិងមិនដឹងទៅពឹងនរណាបានខ្លួនក៏សម្រេចចិត្តទៅសុំទោសប្រពន្ធដើមដើម្បីត្រូវគ្នាវិញអញ្ចឹងសួរថានៅពេលដែលគាត់សុំទោសប្រពន្ធដើមរួចតើគេអាចហៅថាសុំទោសហើយមែនទេហើយស្ត្រីដែលជាប្រពន្ធដើមនោះគួរតែលើកលែងទោសឲ្យគាត់ដើម្បីបានរស់នៅជាមួយគ្នាម្ដងទៀតបានឬទេចម្លើយគឺទេអ្នកណាក៏ឆ្លើយថាទេមកដល់ត្រង់នេះតើហេតុអ្វីបានជាចិត្តរបស់មនុស្សគ្រប់គ្នាមិនអាចទទួលកំហុសសំទោសនោះបានព្រោះថាចិត្តរបស់គេនៅតែមានរបួសដែលមិនអាចគ្រាន់តែប្រើពាក្យសំទោសប៉ុណ្ណឹងហើយក៏អាចព្យាបាលបាននោះទេម្យ៉ាងវិញទៀតអតីតប្តីនិយាយពាក្យថាសំទោសស្របពេលដែលការសំទោសនោះអាចនិយាយចេញមកក៏ព្រោះតែខ្លួនទល់ច្រក
នេះគេហៅថាពេលមាននឹកឃើញតែស្រីដល់ពេលខ្លួនលំបាកក៏នឹកឃើញប្រពន្ធវិញដូច្នេះហើយតើមនុស្សប្រភេទនេះគួរលើកលែងទោសឲ្យដែរឬទេឧទាហរណ៍ទី2នៅពេលដែលបរិសុទ្ធជាអតីតប្តីនោះជួបនឹងបញ្ហាអស់ទ្រព្យសម្បត្តិអស់ទាំងបុណ្យស័ក្តិហើយស្រីកំណាន់ក៏រត់តាមប្រុសទៀតស្ថានភាពមួយនេះដែលធ្វើឲ្យបរិសុទ្ធជាអតីតប្តីបានយល់យ៉ាងច្បាស់ពីជំរោចិត្តនៃការឈឺចាប់របស់ប្រពន្ធដើមដែលធ្លាប់ឈឺចាប់ដូចជាគេនៅពេលនោះអញ្ចឹងចិត្តរបស់គេមានវិបដិសារីនិងមានការឈឺចាប់ខ្លាំងឈឺចាប់ជាងប្រពន្ធរបស់ខ្លួនទៅទៀតបុរសដែលជាអតីតប្តីមិនបានសុំទោសប្រពន្ធដើមឡើយដោយសារដឹងថាខ្លួនពិតជាមានកំហុសធំខ្លាំងណាស់មិនស័ក្តិសមនឹងទទួលបាននូវការលើកលែងទោសពីប្រពន្ធឡើយថ្ងៃមួយស្ត្រីជាប្រពន្ធបានឃើញអតីតប្តីរបស់ខ្លួនមានសភាពតក់យ៉ាលំបាកវេទនាជាខ្លាំងគាត់ក៏បានដើរតាមក្រោយអតីតប្តីរបស់ខ្លួនដោយមិនអោយអតីតប្តីរបស់ខ្លួនដឹងឡើយគាត់តាមរហូតដល់ផ្ទះជួលអតីតប្តីរបស់ខ្លួនហើយក៏បានឃើញអតីតប្តីរបស់ខ្លួនរស់នៅក្នុងបន្ទប់មួយយ៉ាងតូចហើយស្ត្រីដែលជាអតីតប្រពន្ធនោះក៏បានទៅសួរអ្នកជិតខាងដែលជួលបន្ទប់ក្បែរគ្នាអ្នកជួលបន្ទប់គេនិយាយថាគាត់បានឃើញបរិសុទ្ធអតីតប្តីតែងតែយករូបថតអតីតប្រពន្ធរបស់គាត់មកមើលជារៀងរាល់ថ្ងៃដោយទឹកមុខស្រងូតស្រងាត់ដែលពោពេញទៅដោយវិបដិសារីជាទីបំផុតមានពេលខ្លះឃើញគាត់អោបរូបថតនោះយំមិនឈប់ឡើយមិនដឹងថាគាត់ធ្វើខុសចំពោះប្រពន្ធរបស់គាត់ទេខ្ញុំឃើញគាត់ធ្វើបែបនេះជិត1ឆ្នាំហើយគួរឲ្យអាណិតគាត់ណាស់ស្ត្រីជាប្រពន្ធឮដូចនេះក៏កើតចិត្តអាណិតអតីតប្តីជាខ្លាំងដោយមិននឹកស្មានថាអតីតប្តីរបស់ខ្លួនធ្លាក់ដល់ដំណាក់កាលនេះទាល់តែសោះករណីទី1បុរសជាអតីតប្តីបានទូលួងលោមសុំទោសប្រពន្ធតែប្រពន្ធនៅតែមិនអនុគ្រោះឲ្យបាននេះក៏ព្រោះតែការសុំទោសរបស់ប្តីមិនមែនចេញពីចិត្តសុំទោសដោយមិនចេញពីការយល់ពីជំរងនៃការឈឺចាប់របស់ប្រពន្ធរបស់ខ្លួនហើយក៏មកសុំទោសឲ្យតែរួចពីមាត់ហើយការសុំទោសបែបនេះសោតក៏ព្រោះតែខ្លួនទល់ច្រកអស់ផ្លូវដើរករណីទី2បរិសុទ្ធជាប្តីដឹងពីកំហុសរបស់ខ្លួនហើយពលត្រូវពីជំរោចិត្តនៃការឈឺចាប់របស់ប្រពន្ធខ្លួនតែគាត់មិនបានទៅសុំការលើកលែងទោសពីប្រពន្ធដើមឡើយហើយនោះក៏ព្រោះតែគាត់យល់ថាកំហុសមួយនេះមិនអាចលើកលែងទោសឲ្យបាននោះទេតែនៅពេលដែលប្រពន្ធបានយល់ពីជំរោចិត្តរបស់អតីតប្តីដែលមានការឈឺចាប់ជាងខ្លួនទៅទៀតនោះរបួសនៅក្នុងចិត្តប្រពន្ធក៏បានជាសះស្បើយចេញពីការស្អប់ខ្ពើមទៅជាអាណិតអតីតប្តីវិញពេលនោះក្នុងចិត្តរបស់ស្ត្រីដែលជាប្រពន្ធក៏បានលើកលែងទោសឲ្យអតីតប្តីរបស់ខ្លួនរួចបាត់ទៅហើយបើទោះបីជាមិនបានឮពាក្យសុំទោសពីមាត់អតីតប្តីរបស់ខ្លួនក៏ដោយករណីទី2នេះហើយដែលជាការសុំទោសយ៉ាងពិតប្រាកដព្រោះថាស្ត្រីដែលជាប្រពន្ធនោះបានសះស្បើយនៅដំបៅក្នុងចិត្តរបស់ខ្លួនបាត់ទៅហើយមកដល់ចំណុចនេះអ្នកត្រូវដឹងថាមិនមែនរាល់ពាក្យសុំទោសទាំងអស់គឺសុទ្ធតែអាចឲ្យយើងអនុគ្រោះដល់មនុស្សដែលប្រព្រឹត្តកំហុសបានទាំងអស់នោះឡើយពាក្យសុំទោសនោះអាចប្រើបានលុះត្រាតែយើងទទួលបានអារម្មណ៍ថាការសុំទោសនោះបានធ្វើឲ្យចិត្តរបស់យើងលែងមានការឈឺចាប់ទៅទៀតដោយសារអ្នកដែលសាងកំហុសនោះបានធ្វើសកម្មភាពឬផ្ដល់ហេតុផលសំរុំណាមួយដែលធ្វើឲ្យចិត្តជាសះស្បើយនោះទើបគេហៅថាជាការសុំទោសពិតប្រាកដ